សូមជម្រាបសួរនិងសួស្តីបងប្អូនសូមស្វាគមន៍មកកាន់ Channel វីដេអូត្រីក្រាំថ្ងៃនេះខ្ញុំបាទមានវីដេអូត្រីក្រាំមួយដើម្បីចែកជូនបងប្អូនទស្សនាលេងកម្សាន្តហើយក៏នឹងធ្វើការអរគុណទុកជាមុនចំពោះបងប្អូនពុកម៉ែទាំងឡាយដែលបាន Subscribe និងចូលចិត្ត Like នៅ Channel យើងខ្ញុំសូមជូនពរបងប្អូនទាំងឡាយសុខភាពល្អនិងសំណាងល្អគ្រប់គ្នាដោយ Like ថ្ងៃនេះខ្ញុំបាទមានវីដេអូត្រីក្រាំដើម្បីចែកជូនបងប្អូនមើលទស្សនាលេងកម្សាន្តសម្រាប់អ្នកដែលចូលចិត្តចិញ្ចឹមត្រីក្រាំហើយក៏បានទស្សនានៅវីដេអូខ្ញុំក៏ដូចជាបានឃើញនៅវីដេអូខ្ញុំសូមជួយ Subscribe នៅ Channel ខ្ញុំម្នាក់មួយផងបាទនេះគឺជាវីដេអូត្រីក្រាំក្នុងស្រុកដែលខ្ញុំបានបង្កើតបានគឺថាស្អាតសាមរៃហើយនឹងត្រីកាត់ត្រីព្រៃកាត់ផ្លែហានអួតផ្លែស្អាតសិតតែហក់បុកនៅហក់ខាំមកត្រីប្រកាសទៅបណ្ដាល្អបងប្អូនគីឡូតូចគីឡូតូចលឿនចូលលឿនស្អាតរបៀបដាក់ត្រីឲ្យចេះអួតដាក់គ្នានិងរបៀបដាក់ឲ្យត្រីចេះអួតនិងបង្ហាញពណ៌និង color ស្អាតចែកជូនបងប្អូនទស្សនាកម្សាន្តសម្រាប់ត្រីក្រាំគឺមិនមែនមានតែប៉ុណ្ណេះទេមានច្រើនទៀតប៉ុន្តែខ្ញុំដាក់តែ2ដាក់តែមួយគូហ្នឹងចែកបងប្អូនមើលលេងកម្សាន្តសម្រាប់ត្រីក្រាំគឺថាមុននឹងជល់គឺយើងដាក់ឲ្យមានការអួតនិងក្លាហានដាក់គ្នាអញ្ចឹងបានយើងយកទៅអាចជល់គ្នាបានបើសិនដាក់មកអត់អួតត្រន់បោកផ្អើលយើងដាក់អញ្ចឹងវាផ្អើលគ្នាឃើញអត់ឃើញគ្នាគឺថាមុតក្បាលជល់ហើយដូចបក់ទឹកនឹងកតុយស្លាប់ពូកតុយស្អាតទៅស្អាត
របៀបដាក់ត្រីអួតដាក់គ្នានឹងធ្វើឲ្យត្រីមានភាពក្លាហានក្នុងការជល់ក៏ដូចជាក្នុងការបង្អួតរៀងនិងបក់កន្ទុយនិងវីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនសម្រាប់អ្នកដែលបានទស្សនាក៏ដូចជា Subscribe នៅវីដេអូខ្ញុំជូនពរបងប្អូនទាំងឡាយជួបតែនឹងសំណាងល្អគ្រប់ពេលវេលាក្នុងការធ្វើដំណើរក៏ដូចជាក្នុងការប្រកបរបរស៊ីមានបានគ្រប់គ្នាអរគុណបាយបាយសុខសប្បាយ